តែប្របាទអង្គចាំងគិតថាបើយកហូឡង់គេមានកន្លែងត្រួតត្រាហើយគឺប្រទេសឥណ្ឌូនេស៊ីបើយកប៉ុកទីហ្គាល់គេកំពុងត្រួតត្រាប្រទេសហ្វីលីពីនបើយកអង់គ្លេសគេកំពុងមានទំនាក់ទំនងជាមួយនឹងសៀមបើអញ្ចឹងមានតែយកមនុស្សម្នាក់ជនជាតិមួយជាតិគឺបារាំងអត់មាននៅទេនៅចិត្តនេះអត់មានទេមានមួយនៅជប់នឹងប្រទេសឥណ្ឌាណោះដូច្នោះព្រះបាទអង្គច័ន្ទដែលជាឪពុកព្រះបាទអង្គឌួងលោកបានគិតដែរអំពីរឿងហ្នឹងកំពុងភ័យថាបើមិនរនអ្នកគូយ៉ោះបើមិនរនអ្នកទី3ទេយើងនឹងបាត់ម្ល៉េះទៅរនអ្នកទី3អញ្ចឹងត្រូវយកបារាំងនេះឯង